សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីបិទ logo CapCut កុំឲ្យមាននៅក្នុងវីដេអូដែលយើងកាត់តអញ្ចឹងបងប្អូនចុចពាក្យថា New Project ហើយបងប្អូនជ្រើសយកវីដេអូណាមួយដែលបងប្អូនចង់កាត់តមកហើយយើងចុចពាក្យថា Add បន្ទាប់មកយើងនឹងឃើញពាក្យថា AI Ultra HD ហើយបងប្អូនចុចកន្លែងហ្នឹងមកហើយដល់មកយើងនឹងឃើញពាក្យថា watermark ហើយមានខាងជុំ CapCut បងប្អូនចុចចូលកន្លែងហ្នឹងហើយបន្ទាប់ពីនឹងចេញបែបនេះហើយបងប្អូនចុចពាក្យថា hidden បងប្អូនចុចហើយបងប្អូនចុចចេញមកវានឹងបាត់ហើយអញ្ចឹងបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយ subscribe ម្នាក់មួយផងណា